Everybody just welcome Pastor Morn up onto the pulpit. Just give him a welcome. Kun prong ដែលលោកអ្នកបងប្អូនទាំងអស់គ្នាបានច្រៀងសរសើរដំកើងប្រងដោយអំណរជាមួយគ្នាយើងឃើញថាបងប្អូនចេញពីទឹកចិត្តរបស់លោកអ្នកបងប្អូនដឹងថាព្រះអង្គគង់នៅក្នុងកណ្ដាលចំណោមយើងទាំងអស់គ្នាអាមែនអរគុណព្រះអង្គនេះជាប្រពរដែលព្រះជាម្ចាស់បានរៀបចំជីវិតយើងទាំងអស់គ្នាឲ្យយើងមានអំណរឡើងនៅក្នុងជីវិតដែលរស់នៅថ្វាយព្រះអង្គយើងឃើញថាកិច្ចការជាច្រើនដែលយើងបំពេញថ្វាយព្រះអង្គឆ្នាំ2025នេះយើងឃើញថាកិច្ចការដែលព្រះប្រើលោកអ្នកបងប្អូនដែលព្រះអង្គទ្រង់ប្រើលោកអ្នកបងប្អូនគ្រប់គ្នាដើម្បីឲ្យលោកអ្នកបងប្អូនទាំងអស់គ្នាបានបំពេញកិច្ចការថ្វាយព្រះអង្គគ្រប់ផ្នែកទាំងអស់អ្នកខ្លះទៅជាដៃអ្នកខ្លះទៅជាជើងអ្នកខ្លះទៅជាភ្នែកអ្នកខ្លះទៅជាគំនិតដូច្នេះគ្រប់ផ្នែកទាំងអស់ដែលព្រះប្រទានពរដល់លោកអ្នកបងប្អូនឲ្យលោកអ្នកបងប្អូនបានមានការទ្រាំទ្រជាមួយគ្នានៅឆ្នាំ2025នឹងកន្លងទៅឆាប់នេះអរគុណព្រះអង្គដោយការទ្រាំទ្ររបស់លោកអ្នកបងប្អូនហើយជាពិសេសខ្ញុំជាតំណាងក្រុមជំនុំសូមថ្លែងអំណរគុណដល់លោកអ្នកបងប្អូនទាំងអស់គ្នាដែលទ្រាំទ្រជាមួយគ្នាដែលចូលរួមគ្រប់ផ្នែកទាំងអស់ដើម្បីឲ្យកិច្ចការលើកតម្កើងសិរីល្អរបស់ផងព្រះអង្គរហូតមកដល់ថ្ងៃចុងក្រោយនេះថ្ងៃចុងក្រោយនេះគឺជាថ្ងៃដែលយើងទាំងអស់គ្នាទទួលភួងជ័យមែនទេអរគុណព្រះអង្គនេះហើយដែលលោកអ្នកបងប្អូនគួរតែទទួលស្គាល់នៅអំណោយទានរបស់លោកអ្នកបងប្អូនលោកអ្នកបងប្អូននឹងទទួលរង្វាន់ពីព្រះជាម្ចាស់ដែលទ្រង់ប្រទានពរដល់លោកអ្នកបងប្អូនហើយនឹងខ្ញុំដើម្បីឲ្យបានធ្វើកិច្ចការងាររបស់ផងព្រះអង្គរួមចំណែកក្នុងកិច្ចការទាំងអស់ថ្វាយព្រះអង្គថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលយើងត្រូវបញ្ចប់ឆ្នាំ2025ណាថ្ងៃនេះគឺជាថ្ងៃដែលយើងត្រូវប្រឡងផងដែរយើងរៀនអស់រយៈពេល1ឆ្នាំពេលដែលយើងចប់ថ្ងៃបញ្ចប់គឺយើងត្រូវតែប្រឡងណាដើម្បីយើងដឹងថាតើយើងប្រឡងធ្លាក់ឬក៏ប្រឡងជាប់បងប្អូននឹងដឹងខ្លួនឯងតាមរយៈព្រះបន្ទូលដែលខ្ញុំចែកចាយនៅថ្ងៃនេះដូច្នេះគឺសំខាន់ណាស់ដែលលោកអ្នកបងប្អូនទាំងអស់គ្នាបានរួមចំណែកជាមួយគ្នាឲ្យយើងទទួលស្គាល់នៅកិច្ចការនៅដៃដែលយើងធ្វើថ្វាយព្រះអង្គទាំងអស់គ្នាមិនមែនដោយសារខ្ញុំទេដែលធ្វើកិច្ចការនេះឡើងដែលកើតឡើងមកដល់ថ្ងៃនេះគឺដោយសារលោកអ្នកបងប្អូនទាំងអស់គ្នារួមសហការគ្នាទោះបីអ្នកខ្លះជាជើងអ្នកខ្លះជាដៃអ្នកខ្លះជាភ្នែកអ្នកខ្លះជាត្រចៀកយើងរួមចំណែកជាមួយគ្នាកិច្ចការរបស់ផងព្រះដើម្បីលើកតម្កើងព្រះអង្គទាំងអស់គ្នាដូច្នេះយើងឃើញគ្រប់ផ្នែកទាំងអស់ដែលយើងធ្វើក្នុងរយៈពេលឆ្នាំ2025នេះលោកអ្នកបងប្អូននឹងឃើញកិច្ចការដែលបងប្អូនធ្វើមែនទេអាមែនទទួលស្គាល់ទេអាមែនដូច្នេះសូមឲ្យប្រពរនេះយើងដឹងថាយើងទ្រាំទ្រជាមួយគ្នាមិនមែនជាការស្រួលទេលោកអ្នកបងប្អូនយើងទ្រាំទ្រជាមួយគ្នាអត់ធ្មត់ជាមួយគ្នាមែនទេទោះបីលំបាកទោះបីអ្នកខ្លះមានកិច្ចការច្រើនទទួលបន្ទុកប៉ុន្តែបងប្អូនសុខចិត្តទ្រាំអត់ណាទ្រាំអត់ធ្មត់ដើម្បីឲ្យកិច្ចការរបស់ផងព្រះអង្គឆ្លងចូលឆ្នាំ2026អរគុណព្រះអង្គមែនទែន
មុននឹងខ្ញុំបន្តទៀតខ្ញុំសូមស្វាគមន៍ដល់លោកអ្នកបងប្អូនហើយនឹងភ្ញៀវដែលចូលរួមនៅថ្ងៃនេះមកពីប្រទេស New Zealand ឆ្ងាយណាស់ដូច្នេះយើងសូមស្វាគមន៍ដែលបានចូលរួមជាមួយគ្នានៅថ្ងៃនេះសូមព្រះអង្គនឹងប្រទានពរដល់ប្អូនស្រីនិងប្អូនប្រុសដែលចូលរួមថ្វាយបង្គំព្រះអង្គនៅថ្ងៃនេះប្រកាសជានឹងឃើញពីទស្សនភាពដែលកូនព្រះធ្វើថ្វាយព្រះអង្គនៅគ្រប់ទីកន្លែងគឺយើងដឹងហើយថាមានកូនព្រះអង្គនៅគ្រប់ទីកន្លែងដើម្បីនឹងបំពេញកិច្ចការថ្វាយព្រះអង្គដូច្នេះនៅថ្ងៃនេះខ្ញុំដឹងថាលោកអ្នកបងប្អូនបានបំពេញកិច្ចការថ្វាយព្រះអង្គទោះបីលោកអ្នកបងប្អូនមានតួនាទីគ្រាន់តែស្ដាប់ក៏រួមចំណែកដែរបើសិនជាខ្ញុំអ្នកចែកចាយព្រះបន្ទូលអត់មានបងប្អូនមកអង្គុយស្ដាប់មិនដឹងចែកឲ្យអ្នកណាស្ដាប់មែនទេដូច្នេះរួមចំណែកលោកអ្នកបងប្អូនលើកទឹកចិត្តខ្ញុំមែនតើដែលលោកអ្នកបងប្អូនអង្គុយស្ដាប់ដោយអត់ដេកណាបើសិនជាខ្ញុំចែកចាយយូរពេកបងប្អូនលើកដៃឡើងថាខ្ញុំដូចជាអស់ទឹកចិត្តអង្គុយទៀតហើយលើកដៃឡើងខ្ញុំនឹងបញ្ចប់ភ្លាមអត់អីទេដូច្នេះអរគុណព្រះអង្គណាស់រួមចំណែកគ្នាណារួមចំណែកចឹងបានថានៅថ្ងៃនេះខ្ញុំនឹងចង់ធ្វើតេស្តជាមួយលោកអ្នកបងប្អូនជាថ្ងៃចុងក្រោយដែលសំណួរខ្ញុំសួរគឺមិនមែនសួរឲ្យលោកអ្នកបងប្អូនមានការអៀនខ្មាស់ទេបើសិនជាខ្ញុំសួរទៅលោកអ្នកបងប្អូនអាចឆ្លើយបានសូមលើកដៃហើយយើងនឹងជូនមីក្រូហ្វូននិយាយដាក់នៅក្នុងមីក្រូហ្វូនណាសំណួរដែលខ្ញុំចង់សួរលោកអ្នកបងប្អូនឥឡូវខ្ញុំសូមប្រាប់ពីចំណងជើងព្រះបន្ទូលដែលខ្ញុំចែកចាយនៅថ្ងៃនេះសិនចំណងជើងដែលខ្ញុំចែកចាយជាមួយលោកអ្នកបងប្អូនខ្ញុំដាក់ថាទ្រង់នឹងគង់នៅជាមួយតើធ្វើយ៉ាងម៉េចដើម្បីឲ្យយើងម្នាក់ម្នាក់នេះដឹងថាមានព្រះគង់ជាមួយយើងណាធ្វើយ៉ាងម៉េចដើម្បីឲ្យដឹងថាមានព្រះអង្គគង់ជាមួយយើងធ្វើយ៉ាងម៉េចឲ្យដឹងថាមានព្រះអង្គដឹកនាំយើងធ្វើយ៉ាងម៉េចដើម្បីឲ្យដឹងថាមានព្រះមួយអង្គដែលយើងមើលមិនឃើញហើយព្រះអង្គធ្វើការនៅក្នុងជីវិតយើងដើម្បីបង្ហាញចេញឲ្យភ្នែកបងប្អូនយើងនៅជិតខាងយើងគេឃើញណាឲ្យគេឃើញនេះហើយគឺសំខាន់ណាស់បើសិនជាលោកអ្នកបងប្អូនជឿព្រះអង្គយូរហើយអត់បានដឹងថាមានព្រះមួយអង្គដែលគង់ជាមួយលោកអ្នកបងប្អូននោះប្រហែលជាលោកអ្នកបងប្អូនអត់មានសង្ឃឹមទេនឹងហើយបានខ្ញុំធ្វើសួរលោកអ្នកបងប្អូននេះឲ្យលោកអ្នកបងប្អូនឆ្លើយនៅក្នុងចិត្តលោកអ្នកបងប្អូនលោកអ្នកបងប្អូននឹងដឹងថាខ្ញុំមានព្រះមួយអង្គដែលគង់ជាមួយខ្ញុំណាទោះបីបងប្អូនអាចឆ្លើយយ៉ាងម៉េចក៏បងប្អូនអាចឆ្លើយមកចោះទោះបីខុសឬក៏ត្រូវយើងយកមកដើម្បីនឹងរៀនជាមួយគ្នាសម្រាប់ឆ្នាំ2026បើសិនជាយើង2025នេះយើងអត់ដឹងថាធ្វើម៉េចឲ្យដឹងថាមានព្រះអង្គគង់ជាមួយយើងអត់ទាន់ដឹងទេបើបងប្អូនថាខ្ញុំអត់ទាន់ដឹងអត់អីទេយើងនឹងរៀនពីឆ្នាំនៅឆ្នាំ2026ទៀតរហូតដល់ចុងឆ្នាំយើងនឹងសួរគ្នាទៀតថាតើយើងប្រឡងជាប់ហើយនៅណាមានបងប្អូនណាអាចឆ្លើយបានទេធ្វើម៉េចឲ្យដឹងថាមានព្រះអង្គគង់ជាមួយហើយអាចបង្ហាញឲ្យបងប្អូនទាំងអស់គ្នានៅទីនេះបានឃើញឬក៏បងប្អូននៅអនឡាញបានឃើញផងថាខ្ញុំមានព្រះមួយអង្គដែលគង់ជាមួយខ្ញុំបងប្អូនណាអាចឆ្លើយបានបើសិនជាអាចឆ្លើយបានសូមឆ្លើយប៉ុន្តែបើសិនជាអត់ទេយើងនឹងឃើញចម្លើយនៅក្នុងព្រះគម្ពីរខ្ញុំអត់ឆ្លើយតាមគំនិតខ្ញុំទេមានព្រះគម្ពីរដើម្បីឆ្លើយនៅចម្លើយនេះបងប្អូនអាចឃើញថាវ៉ាវអញ្ចឹងណ៎ព្រះគម្ពីរនឹងឆ្លើយសម្រាប់យើងអញ្ចឹងបានខ្ញុំថាថ្ងៃនេះយើងធ្វើតេស្តមានទេអត់មានអ្នកណាហ៊ានឆ្លើយមួយសោះ យើងត្រូវតែមានជំនឿលើព្រះអង្គ ច
miền ấy nó đặt microphone đặt mic អត់លឺ bà mở lại mà tụ bay khô rứa có trâu có ắt ấy đây bà យើងត្រូវតែមានជំនឿលើព្រះអង្គហើយ បាទ ហើយយើងត្រូវតែធ្វើជាមនុស្ស ôi lư tích mở លឺហ្នឹងណា xong chlai ôi lư tích mở xong chlai lư tích mở nhom đáp ắt lư nè miền ấy យើងត្រូវតែធ្វើជាមនុស្សល្អបរិសុទ្ធនិងចេះស្រឡាញ់បងប្អូនយើងចិត្តខាងនិងជឿលើព្រះអង្គនិងស្រឡាញ់ដល់ខ្មាំងសត្រូវផង yes amen amen nhom khơi tha chầm lời ni trâu phía trơn trâu miền vòng ôn tiệt đấy miền vòng ôn na tiệt đấy dương chlai có mọi đôi kia và quạt chlai hơi dương bạch chlai năng tiệt đi dương chlai ấy ở khóc pin năng យើងទាំងអស់គ្នាគឺមានព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយយើងកាលណាយើងធ្វើអីខុសឬក៏ប្រព្រឹត្តអីខុសឆ្គងគឺព្រះវិញ្ញាណបរិសុទ្ធដាស់តឿនចិត្តគំនិតយើងភ្លាមដើម្បីឲ្យយើងកែមកវិញ amen amen nhom khơi tha sầm nu ở sầm chầm lời ni và cốt chỉ trâu nhom kết tha trâu nâng pre cầm pi vì quốc nhom đọ song pre cầm pi máu cứ miên tam chầm lời nâng ban nhom tha trâu đấy chứ đấy dương khơi tha dương thưa ca nghe pro ong mình men dương to tăng nâng sa chia mê mà đấy dương to tăng chỉ mui vì nhiên bảo ót miên vì nhiên cung chỉ mui dương tê dương thưa ấy ót đăng tha dương thưa ấy còn đại miên pre vì nhiên năng ai để đặt tường dương pro ong tha cô nào ấy không oi thưa ni không oi thưa nu về không nâng pa ra tây ra bỏ phong pre đôi chi dương nâng côn hơi nâng ở bốc hơi nâng côn chăng ca na côn dương thưa ấy không vì nhắm score crop cho ơn có ở bốc hàm khọt đại cô nói còn nhằm score crop cho anh pe khôi mình mà đấy đôi chân này dương thôi chỉ ở bốc hàng sạch chiêm dương che xả lanh côn dương khai khôi mình có prap côn dương mình ao nhằm score crop cho anh mà đấy đôi chân này đôi chân này dương miên ở bốc mùi ong để cung chỉ mùi dương che đã tường dương tao dương thưa ấy khâu thưa ấy trâu rồi ong nước đất nom chỉ việt dương amen bà con na ca này dương khơi ta trầm trâu à lâu miên bong bóng na tiệt miên trao na chấm loi miên trao men tên và sân chia ọt miên tế dương nâng mơ chấm loi nó không pre cầm pi bác ថងកលែងអ៊ំសួរថាយើងធ្វើឲ្យម៉េចបានគេអ្នកដតីមើលមកយើងឃើញព្រះមួយអង្គ ធ្វើម៉េចឲ្យយើងដឹងថាមានព្រះមួយអង្គគង់ជាមួយយើង អូតែយើងឯងមិនមែនអ្នកដតីទេ យើង ខ្លួនយើង ខ្លួនយើង ប្រាប់ ខ្ញុំអត់ឲ្យឆ្លើយទៅគេយើងធ្វើម៉េចឲ្យយើងដឹងថាមានព្រះមួយអង្គគង់ជាមួយយើងតើមានសញ្ញាអីដែលអាចបង្ហាញដល់បងប្អូនឲ្យដឹងយើងដឹងហើយយើងដឹងថាមានព្រះមួយអង្គគង់ជាមួយយើងប៉ុន្តែយើងចង់បង្ហាញពីសញ្ញាមួយដែលប្រាប់ថាខ្ញុំមានព្រះមួយអង្គគង់ជាមួយចឹងណា ចឹងឲ្យគេឃើញ បាទឲ្យគេឃើញគេឃើញគេនឹងឃើញ ផលផ្លែ បាទផលផ្លែ ផលផ្លែ បាទផលផ្លែអាចម្លើយហ្នឹងក៏ត្រូវដែរបាទឃើញទេចម្លើយច្រើនណាស់ដែលត្រូវបាទ យើងត្រូវឲ្យគេមើល ដាក់មីក្រូហ្វូនឲ្យជិត យើងនឹងមានព្រះគង់ជាមួយយើងត្រូវមានចិត្តអំណត់ស្រឡាញ់អ្នកចិត្តខាង លឺសូរតិចពេកណាខ្ញុំស្ដាប់អត់លឺទេ ឲ្យចិត្តមាត់ដាក់ឲ្យចិត្តមាត់ចា យើងត្រូវស្រឡាញ់និងអត់ទោសអ្នកដែលធ្វើខុសជាមួយយើង ហា ឲ្យគេមើលមកថាយើងមានគេមើលមកយើងថាមានព្រះនៅគង់ជាមួយមិនផាត់ក្បត់មិនកាប់សម្លាប់ហើយយើងត្រូវធ្វើជាមនុស្សសុចរិត បាទអរគុណព្រះអង្គចម្លើយនេះលឺសូរតិចណាប៉ុន្តែខ្ញុំឃើញថាល្អចម្លើយនេះគឺត្រឹមត្រូវចម្លើយនេះគឺថាចេះអត់ទោសគេមែនទេចេះអត់ទោសគេនឹងបង្ហាញថាពេលដែលគេធ្វើឲ្យយើងខឹងយើងចេះទ្រាំទ្រនេះហើយដែលកិច្ចការបញ្ជាក់ថាមានព្រះមួយអង្គជួយដាស់តឿនមែនទេបាទអរគុណព្រះអង្គឃើញទេព្រះដែលគង់នៅក្នុងយើងបើអត់មានព្រះ
អ្នកឯងឲ្យខ្ញុំមួយខ្ញុំឲ្យទៅវិញពីរមិនអញ្ចឹងណារង្វាល់ដែលគេវាល់ឲ្យយើងមួយយើងត្រូវវាល់ឲ្យគេពីរបីទៅវិញហើយញាត់នឹងអាលាក់ទៀតមិនអញ្ចឹងប៉ុន្តែនៅពេលដែលយើងមានបញ្ហាមកដល់ជីវិតយើងស្រាប់តែយើងចេះទ្រាំទ្រយើងចេះបង្ហាញនៅសេចក្តីស្រឡាញ់របស់ផងព្រះយើងដឹងថាហេតុអីបានជាយើងបង្ហាញមកពីមានព្រះមួយអង្គដែលគង់នៅក្នុងចិត្តយើងនឹងជួយទទួលយើងសម្រាលយើងបានយើងចេះទ្រាំទ្រជាមួយគ្នាអាមែនល្អមែនទែននេះហើយគឺល្អណាស់អរគុណព្រះអង្គខ្ញុំថាចម្លើយនឹងត្រូវចាំផ្ទៀងជាមួយព្រះគម្ពីរចោះពីព្រោះបើចិត្តខ្ញុំវិញខ្ញុំថាត្រូវហើយចម្លើយនឹងបាទប៉ុន្តែគម្ពីរបងប្អូនអាចមើលគម្ពីរទៅបានដឹងថាអូអញ្ចឹងមែនមែនទេនៅពេលដែលលោកអ្នកបងប្អូនដឹងថាវ៉ាវអញ្ចឹងមែនលោកអ្នកបងប្អូននឹងមានអំណរថែមទៀតនឹងធ្វើកិច្ចការនឹងតទៅទៀតអាមែនមានបងប្អូនណាទៀតទេបងប្អូនណាក៏បានដែរបាទសូមដាក់ microphone ឲ្យចន្ទធូមួយផងបាទមកយើងចែកចាយជាមួយគ្នាចែកចាយជាមួយគ្នាយើងនឹងស្គាល់គេតាមផលផ្លែគេបាទ by their fruits ថាម៉េច you know them by their fruits ផលផ្លែដែរ ផលផ្លែ បង្ហាញផលផ្លែបាទបង្ហាញផលផ្លែត្រូវហើយធម្មតាមុននឹងយើងគេទទួលស្គាល់ថាយើងជាអ្នកជឿព្រះគេមើលផលផ្លែយើងសិនផលផ្លែនឹងសំខាន់ណាស់បើសិនជាយើងអ្នកជឿព្រះអ្នកស្រឡាញ់ព្រះអ្នកដើរតាមព្រះហើយស្រាប់តែយើងនៅកុហកបោកប្រាស់លួចប្លន់ជេរប្រមាថឆ្លោះប្រកែកឈ្នានេះបពពួកច្រណែនកាប់សម្លាប់ប្រមឹកស៊ីផឹកជ្រុលគេមើលទៅអីដូចជាអត់ទាន់នេះអីមែនទេគេមើលឃើញយើងបើសិនជាយើងឃើញភាពដែលល្អដែលព្រះដាស់តឿនយើងឲ្យយើងចេះទ្រាំទ្រជាមួយគ្នាអត់ធ្មត់ជាមួយគ្នាចេះស្រឡាញ់គ្នានេះហើយដែលផលផ្លែសំខាន់នៅក្នុងព្រះជាម្ចាស់ដែលព្រះអង្គប្រទានពរដល់យើងទាំងអស់គ្នាគឺគ្រប់គ្នានឹងទទួលហើយនឹងរៀនជាមួយគ្នាអរគុណព្រះអង្គនេះចុងក្រោយហ៎មានមួយទៀតអូខេមួយទៀតអរគុណហ្នឹងហើយសុំមួយទៀតឲ្យប្លែកបន្តិចមកសុំថែមបន្តិចចុះបាទខ្ញុំសុំផលផ្លែដែរបាទផលផ្លែដូចគ្នាប៉ុន្តែផលផ្លែគឺចង់បង្ហាញផលផ្លែថាមិនដែរផលផ្លែគឺយើងទៅបង្ហាញថាយើងដាក់ខ្លួនក្នុងព្រះគម្ពីរថាយើងទៅដាក់ខ្លួនណាកុំធ្វើជាសត្វជៀមមិនមែនសត្វពពែហ្នឹងហើយត្រូវដាក់ខ្លួនឲ្យចេះដាក់ខ្លួនហើយបង្ហាញនៅក្តីស្រឡាញ់ដល់អ្នកដទៃបាទក្តីស្រឡាញ់ហើយគឺថាមិននិយាយពាក្យណាដែលធ្វើឲ្យអ្នកដទៃនឹងប៉ះពាល់អារម្មណ៍គេឈឺចាប់ហើយក៏មិននិយាយរឿងកុហកឬមួយក៏ដឹងរឿងអ្វីអាក្រក់ពីអ្នកណាម្នាក់ហើយយកទៅនិយាយប្រាប់អ្នកដទៃម្នាក់ផ្សេងទៀតអាហ្នឹងធ្វើឲ្យវារឿងហ្នឹងកាន់តែបែកទៅណាធ្វើឲ្យជួនកាលធ្វើឲ្យក្រុមរបស់យើងហ្នឹងវាមានការបែកបាក់គ្នាដែរណា Yes អរគុណលោកគ្រូអរគុណមែនតើនេះជាចម្លើយល្អមែនតើគឺសំខាន់ណាស់ដែលផលផ្លែនឹងគឺសំខាន់មែនតើល្អមែនតើណាយើងព្រះអង្គឲ្យយើងបញ្ចេញពាក្យដែលល្អដើម្បីនឹងស្អាងចិត្តបើសិនជាខ្ញុំបញ្ចេញពាក្យមិនល្អប្រហែលជាលោកអ្នកបងប្អូនផ្ទុះក្ដុងតែម្ដងនៅក្នុងឆើចប៉ុន្តែធម្មតាទោះបីខ្ញុំនៅក្នុងឆើចមុននឹងនិយាយខ្ញុំត្រូវគិតមើលថាតើគួរបញ្ចេញពាក្យហ្នឹងអត់ពេលនៅផ្ទះមុននឹងខ្ញុំនិយាយខ្ញុំគិតមើលសិនថាតើគួរខ្ញុំនិយាយតបទៅវិញឬអត់បើពេលខ្លះគឺដែលបងប្អូននិយាយមកកាន់ខ្ញុំមានចិត្តដូចបងប្អូនដូចគ្នាអត់ខុសគ្នាទេជួនកាលនៅខាងក្នុងវាពុះកញ្ជ្រោលខ្លាំងណាស់ប៉ុន្តែសួរថាពុះមកខ្ញុំត្រូវបញ្ចេញអាពុះហ្នឹងទៅប្រាប់បងប្អូនឬក៏ខ្ញុំត្រូវទុកខ្ញុំត្រូវលាក់ទុកអត់បញ្ចេញទេព្រោះដឹងតែចេញទៅវិញវាប្រតិកម្មកាលណាបញ្ចេញពាក្យដែលប្រតិកម្មទៅវិញធ្វើឲ្យលោកអ្នកបងប្អូនបាក់ទឹកចិត្ត
តើខ្ញុំនិយាយធ្វើអីបើសិនជាដឹងថាលោកអ្នកបងប្អូនបាក់ទឹកចិត្តមែនទេបើសិនជាខ្ញុំនិយាយទៅហើយបានលើកទឹកចិត្តខ្ញុំនឹងនិយាយអាហ្នឹងចំពោះខ្ញុំប៉ុន្តែមនុស្សយើងនៅមានការខ្វះខាតជួនកាលពេលខ្លះយើងមានខ្វះខាតមិនខានទេជួនកាលគ្រប់កន្លែងនេះខ្វះកន្លែងនោះពីព្រោះយើងទាំងអស់គ្នាខ្ញុំដឹងថាលោកអ្នកបងប្អូនក៏ដូចគ្នាដែរបើសិនជាលោកអ្នកបងប្អូនចេះអត់ទោសឲ្យខ្ញុំលោកអ្នកបងប្អូនខ្ញុំក៏ចេះអត់ទោសឲ្យលោកអ្នកបងប្អូនដែរពីព្រោះព្រះនៅគង់ជាមួយយើងដើម្បីឲ្យយើងបង្ហាញផលផ្លែល្អលើកទឹកចិត្តគ្នាកម្លាចិត្តគ្នាដើម្បីឲ្យយើងទ្រាំទ្រនៅជាមួយគ្នាបានធ្វើការងារព្រះអង្គជាមួយគ្នាបានដោយសារការទ្រាំទ្រអត់ធ្មត់ពេលខ្លះយើងទ្រាំឲ្យអត់ទោសឲ្យគាត់ទៅក៏បានដែរអាហ្នឹងក៏ជាប្រពោដែលព្រះរៀបចំឲ្យជីវិតលោកអ្នកបងប្អូនម្នាក់បានរីកចម្រើនឡើងហើយនឹងឡើងថ្នាក់ជាពិសេសយើងចង់ឡើងថ្នាក់យើងអត់ចង់នៅឆ្នាំ2025មានស្ថានដូចនេះដល់2026ទៀតនៅតែដូចនឹងដដែលអត់សូវស្រួលទេបាទមកឥឡូវមានទៀតទេមានមួយទៀតណែអរគុណប្រងហ្នឹងចូលពេញមួយឆែកមកបាទចូលរួមឲ្យគ្រប់គ្នាខ្ញុំចង់រំលឹកបន្តិចមិញឃើញយើងនិយាយពីផលផ្លែកាលណាផលផ្លែវាមាន9ប៉ុន្តែយើងនិយាយចំណុចដែលសំខាន់ឃើញថាព្រះអង្គជាតួនៃសេចក្តីស្រឡាញ់សូមបន្ថែមមីក្រូហ្វូនឲ្យលឺបន្តិចទៀតបានទេបាទអញ្ចឹងយើងឃើញថាក្នុងផលផ្លែទាំង9ហ្នឹងដែលសំខាន់បំផុតនោះគឺសេចក្តីស្រឡាញ់ទី1អញ្ចឹងកាលណាយើងមើលឃើញមនុស្សម្នាក់ដែលមានព្រះវិញ្ញាណដឹកនាំដែលព្រះអង្គគង់ជាមួយគឺបង្ហាញពីសេចក្តីស្រឡាញ់គឺសេចក្តីស្រឡាញ់អត់ពុតមេយាបាទទី2គឺ peace ហ្នឹងគឺមានសន្តិភាពទាំងក្នុងខ្លួនឯងសម្រាប់អ្នកដទៃផងដែរបាទហើយទី3គឺអំណរណាមុខព្រឹមព្រាយអំណរជានិច្ចហើយដែលស្វែងរកនៅភាពសុចរិតស្មោះត្រង់ត្រឹមត្រូវនេះតេទៀងនៅក្នុងផលផ្លែទាំងអស់ប៉ុន្តែយើងឃើញមានសកម្មភាពដែលជាក់ស្ដែងធ្វើឲ្យមើលទៀតមានអីទី1ការថ្វាយបង្គំការអធិដ្ឋានគឺយើងចូលរួមគ្រប់សកម្មភាពដែលតេតងនឹងព្រះនឹងការងាររបស់ពួកជំនុំអញ្ចឹងការអធិដ្ឋានការថ្វាយបង្គំគឺជាចំណុចមួយដែលបង្ហាញថាអ្នកនឹងមានព្រះបើអត់មានព្រះគេមិនមកថ្វាយបង្គំទេគេមិនមកអធិដ្ឋានទេហើយទីចំណុចមួយទៀតដែលនាំនឹងល្អសម្រាប់មនុស្សដទៃគឺនិយាយអំពីព្រះសម្រាប់អ្នកដទៃហើយក៏ចូលចិត្តរៀនព្រះបន្ទូលផងដែរណាចូលចិត្តសិក្សាព្រះបន្ទូលចង់ដឹងអំពីព្រះបន្ទូលរបស់ព្រះផងដែរសម្រាប់ខ្លួនឯងអភិវឌ្ឍខ្លួនឯងបាទអរគុណប៉ុណ្ណឹងអាមែនមនោវ័នចង់យួរទាំងអស់ហើយហ្នឹងណាបាទនៅមានទៀតប៉ុន្តែយើងឃើញថាចម្លើយនេះគឺថាបើប្រឡងវិញគ្រូឲ្យ10ហើយតាមមើលខ្ញុំថាយោរបស់ខ្ញុំចង់អស់ហើយខ្ញុំនៅកន្លែងនេះមានទាំងអស់ដែលគាត់ឆ្លើយមិញហ្នឹងគឺមានច្រើនភាគច្រើនគឺមានអញ្ចឹងបានថាយើងចំណុចមួយហ្នឹងយើងប្រឡងជាប់ហើយនឹងមិនជាប់យើងដឹងខ្លួនឯងយើងយល់ខ្លួនឯងនៅពេលដែលព្រះគម្ពីរដែលយើងរៀនហ្នឹងមិនមែនយើងរៀនមួយឆ្នាំហើយយើងថាខ្ញុំនៅតែដដែលអត់អញ្ចឹងទេមែនទេយើងឡើងថ្នាក់ណាឡើងថ្នាក់ដូច្នេះបើសិនជាយើងឡើងថ្នាក់ថ្ងៃនេះមានគ្នា25នាក់ថ្ងៃស្អែកមាន50នាក់អាទិត្យក្រោយមាន50នាក់បើយើងឡើងថ្នាក់ពី25ម្នាក់ទៅអញ្ជើញម្នាក់មកទៀតគឺវាបានម្នាក់នឹងម្នាក់បូកនឹងម្នាក់ទៅវាបាន50ទៀតមិន25នឹង25វាមិន50មិនអញ្ចឹងដូច្នេះបើ50នឹងឡើងថ្នាក់ទៀត50ទៅមួយទៀតអាទិត្យក្រោយមួយទៀតឡើង100ឃើញទេកៅអីនេះនឹងពេញនៅកន្លែងនេះអញ្ចឹងបានថា Pastor Mark គាត់ឲ្យគំនិតខ្ញុំថាមុនទោះបីកៅអីច្រើនយ៉ាងនេះវិហារធំយ៉ាងនេះក៏ដោយមួនកុំភ័យធ្វើម៉េចឲ្យចិត្តព្រះអង្គឲ្យនៅចិត្តព្រះអង្គហើយលើកទឹកចិត្តខ្ញុំមែនតើគាត់និយាយមួយម៉ាត់នឹងធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកហើយខ្ញុំនឹងដែលបានកន្លែងនេះល្អមែនតើល្អណាស់កន្លែងនេះដែលយើងចាប់ផ្ដើម
ក្រុមជំនុំដែលយើងចាប់ផ្ដើមយើងអត់ដែលបានកន្លែងល្អអញ្ចឹងប្រើ projector ប្រើ ampli ប្រើកន្លែងមានម៉ាស៊ីនត្រជាក់មានម៉ាស៊ីនកម្ដៅអីទាំងអស់ពេលណាក្ដៅប្រើម៉ាស៊ីនត្រជាក់ពេលណាត្រជាក់ប្រើម៉ាស៊ីនកម្ដៅដូច្នេះលោកអ្នកបងប្អូនអើយខ្ញុំមែនតើនៅវិហារនេះណាស់ពីព្រោះព្រះរៀបចំថាគាត់លើកទឹកចិត្តខ្ញុំគាត់ថាគាត់ចាប់ផ្ដើមដំបូងមានគ្នាតែ9នាក់ទេគាត់លើកទឹកចិត្តយើងមែនទែនហើយក្រុមជំនុំគាត់ពេញហ្នឹងហើយហ៊ាទៅដល់ក្រោយទៀតនោះបងប្អូនចង់ដឹងព្រលឹមឡើងមកមើលបានដឹងថាគាត់ចាប់ផ្ដើមពី9នាក់រហូតពេញកៅអីហ្នឹងទាំងអស់ហើយហ៊ាទៅក្រោយទៀតបងប្អូនគិតមើលគាត់ថាព្រះទេមិនមែនយើងប្រកែទេគាត់ថាគាត់ពីដើមអត់មានអ្នកណាមើលគាត់ផងអត់គេមិនចង់មើលគាត់ផងប៉ុន្តែនៅពេលដែលព្រះអង្គត្រាស់ហៅគាត់ឲ្យធ្វើជាអ្នកបម្រើព្រះអង្គគាត់គិតតែពីខិតចិត្តព្រះអង្គស្រឡាញ់ព្រះអង្គសំខាន់ណាស់ការនេះឥឡូវសុំមួយទៀតសកេមបាទទៀត5ទូឲ្យយើងធ្វើជាបន្លឺហើយនឹងអំបិលបន្លឺព្រោះបន្លឺនឹងឯងដែលដូចសัตว์ទុយមករោមបន្លឺហ្នឹងហើយធ្វើបន្លឺហើយនឹងអំបិលហ្នឹងហើយកន្លែងហ្នឹងគឺសំខាន់ណាស់សកេមនៅក្នុងព្រះគម្ពីរដែលខ្ញុំចែកចាយថ្ងៃនេះគឺមានទាំងអស់ហ្នឹងយើងគ្រប់គ្នាត្រូវធ្វើអំបិលបើកាលណាអំបិលបាត់ជាតិប្រៃហើយអត់មានប្រយោជន៍ទេមិនអញ្ចឹងគេត្រូវធ្វើម៉េចតែកាលណាអស់អំបិលអស់ជាតិប្រៃគេមានបោះចោលឲ្យដើរជន់តែប៉ុណ្ណោះទេយើងដែលព្រះអង្គជ្រើសរើសយើងមកព្រះអង្គឲ្យយើងមានជាតិប្រៃណាអំបិលមានប្រយោជន៍ណាស់បើសិនជាយើងយកទៅប្រឡាក់សាច់អត់ស្អុយទេធ្វើឲ្យសាច់នោះមានគុណភាពនៅល្អនឹងហើយព្រះអង្គចង់ប្រៀបធៀបយើងជាអំបិលនឹងគឺសំខាន់ណាស់អំបិលគឺមានប្រយោជន៍ឥឡូវយើងអស់ហើយណាមានបងប្អូនមានប៉ុណ្ណឹងមានបងប្អូនណាចង់បន្តទៀតមានទៀតណាអូខេបើអស់ប៉ុណ្ណឹងខ្ញុំនឹងបើកប្រយ៉ងមើលតើលោកអ្នកបងប្អូនណាឆ្លើយខុសឆ្លើយត្រូវថ្ងៃនេះមានព្រះគម្ពីរដើម្បីបញ្ជាក់ចម្លើយរបស់ផងយើងម្នាក់ទោះបីលោកអ្នកបងប្អូនមិនបានឆ្លើយក៏លោកអ្នកបងប្អូននឹងរៀនជាមួយគ្នានៅថ្ងៃនេះយើងរៀនជាមួយគ្នានៅថ្ងៃចុងបំផុតឆ្នាំ2025ណាចឹងបានតែខ្ញុំជ្រើសរើសព្រះបន្ទូលព្រះអង្គមកថាទ្រង់នឹងគង់នៅជាមួយខ្ញុំអត់ចង់ឲ្យព្រះអង្គយាងចេញពីបងប្អូនទេហើយព្រះអង្គក៏អត់សន្យាយាងចេញពីបងប្អូនដែរព្រះអង្គសន្យាថានឹងគង់នៅជាមួយយើងដល់នៅអស់កាលជានិច្ចនេះជាសេចក្តីសន្យារបស់ផងព្រះនៅក្នុងព្រះគម្ពីរបាទមួយទៀតហ៎បើយើងដើរដោយព្រះវិញ្ញាណដឹកនាំយើងអត់ដើរខាងឯសាច់ឈាមទេកាលណាយើងដើរខាងសាច់ឈាមវាប្រទាញគ្នាជាមួយនឹងដោយព្រះវិញ្ញាណដឹកនាំកាលណាយើងយកខាងសាច់ឈាមធំពេកយើងដឹងថាទាស់គ្នាជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធដឹកនាំបាទប្រកបណាស់ពីព្រោះយើងធ្វើកិច្ចការនេះមិនមែនយើងតតាំងនឹងសាច់ឈាមទេគឺយើងតតាំងនឹងវិញ្ញាណជួនកាលវិញ្ញាណនឹងដឹកនាំយើងឲ្យយើងធ្វើខុសឲ្យយើងនិយាយខុសឲ្យយើងធ្វើអ្វីមិនលើកទឹកចិត្តដល់អ្នកដទៃសំខាន់ណាស់វិញ្ញាណរបស់ផងព្រះអត់និយាយឲ្យគេចំពប់ចិត្តទេបើសិនជានិយាយឲ្យគេចំពប់ចិត្តមិនមែនវិញ្ញាណមកពីព្រះអានឹងយើងគួរតែប្រយ័ត្នបើយើងអត់ប្រយ័ត្នទេយើងឆ្លើយអារៈវាលបួងខ្ញុំទេអារៈវាលបួងមែនប៉ុន្តែមានព្រះមួយអង្គដែលគង់ជាមួយយើងដែលពូកែជាងអានោះមែនទេជាងអារៈហ្នឹងគឺអារៈវាលបួងយើងវានៅក្រវ៉ែលទាំងក្រហមចាំមើលកូនព្រះអង្គណាដែលអាចលេបត្របាក់បានវានឹងលេបត្របាក់ហើយវាអត់ចង់លបួងកូនរបស់វាទេវាចង់លបួងតែកូនរបស់ព្រះតែប៉ុណ្ណោះអ្នកមើលតែអ្នកណាមានភាពរឹងមាំវាលបួងហើយវាខំលបួងថាតើអាហ្នឹងកូនអញឯកូនគេបើសិនជាកូនវាថាអានេះកូនអញវាអត់ត្រូវការលបួងទេវាមើលថាអូអ្នកនេះកូនព្រះហើយវាលបួងជាពិសេសលោកអ្នកបងប្អូនដឹងហើយថាខ្ញុំអារៈលបួងច្រើនជាងលោកអ្នកបងប្អូន
នេះដែលខ្ញុំធ្លាប់ជួបដែលខ្ញុំធ្លាប់ធ្វើការព្រះអង្គបម្រើព្រះអង្គប៉ុន្តែព្រះអង្គថាម៉េចឲ្យយើងអត់ធ្មត់ទ្រាំទ្រពេលខ្លះខ្ញុំអត់ធ្មត់អ្នកខ្លះខ្ញុំអត់តគឺខឹងទៀតណាអាហ្នឹងអត់បានទេពីព្រោះខ្ញុំអត់តខ្ញុំបង្ហាញពីសេចក្តីស្រឡាញ់ទៅការអត់ធ្មត់បើសិនជាខ្ញុំតចុះតឡើងវាមានបញ្ហាដូច្នេះយើងកុំឲ្យមានបញ្ហាសុខចិត្តទ្រាំទ្រសិនដើម្បីឲ្យសេចក្តីកំហឹងហ្នឹងវាកន្លងទៅសិនបានយើងចាប់ផ្ដើមនិយាយមកភ្លើងដែលកំពុងឆៅវុប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 យើងស្រាប់តែចូលទៅផលិតភ្លាមយកទឹកទៅជះមកកថាងទៅអាភ្លើងនោះជះមកយើងវិញឆេះទាំងយើងទៀតប៉ុន្តែយើងទុកឲ្យភ្លើងហ្នឹងវាឆេះរ៉េនៅអាឆេះស្មៅកត្រើយរ៉េយើងយកបាវជ្រលក់ទឹកក៏គ្របវាអត់អស់បាទហើយ last one អូន ហ្នឹងហើយបាទអូខេ last one បាទមួយទៀតហ៎មួយទៀតក៏មួយ ពាក្យសម្ដីយើងដូចដាវអញ្ចឹង បាទ ពាក្យសម្ដីយើងអាចផ្ដល់ឲ្យមានជីវិតឬក៏សេចក្តីស្លាប់ អាហ្នឹងត្រូវហើយប៉ុន្តែខ្ញុំចង់សួរថាធ្វើម៉េចដើម្បីឲ្យដឹងថាព្រះអង្គគង់ជាមួយកុំឲ្យបាត់អាហ្នឹងបាទត្រូវហើយ រយៈពាក្យសម្ដីយើង យេហ្នឹងហើយត្រឹមត្រូវពាក្យសម្ដីយើងសំខាន់ណាស់ពាក្យសម្ដីយើងគឺប្រកាសជាមានន័យណាស់អរគុណព្រះអង្គឥឡូវយើងមើលព្រះគម្ពីរខ្លះខ្លាចលោកអ្នកបងប្អូនចុកចកេះអស់ទៅខ្ញុំចែកចាយព្រះបន្ទូលទៅចុកខ្លាំងហើយហេវទៀតយ៉ាប់បណ្ដោយដូច្នេះឥឡូវយើងចូលព្រះគម្ពីរដើម្បីបញ្ជាក់ថាតើចម្លើយយើងទាំងអស់គ្នានៅថ្ងៃនេះគឺជាចម្លើយមួយដែលព្រះផ្ដល់មកដល់យើងឬក៏ព្រះអង្គនឹងបង្ហាញមកដល់យើងយ៉ាងណានោះគឺយើងនឹងទទួលជាមួយគ្នាទាំងខ្ញុំទាំងបងប្អូនយើងទទួលជាមួយគ្នាហើយយើងនឹងរៀបខ្លួនចូលទៅឆ្នាំ2026ដល់ពេលដែលយើងឈប់4អាទិត្យមិនមែនថាឲ្យយើងនឹងទុកព្រះអង្គមកដុំទេណាអត់ទេ4អាទិត្យមែនប៉ុន្តែយើងទុកឲ្យកិច្ចការនឹងព្រះអង្គធ្វើការនៅក្នុងជីវិតយើងណាតើព្រះអង្គធ្វើការអីខ្លះឆ្នាំ2026មកវិញខ្ញុំជឿថាយើងខ្លាំងជាងថ្ងៃនេះមែនទេអាមែនបងប្អូនចង់ឃើញកិច្ចការដែលព្រះអង្គធ្វើមានប្រជាស្ដាយទេចង់ទេចង់អាមែនបើចង់យើងនឹងយកព្រះអង្គឲ្យចិត្តយើងថែមទៀតអរគុណព្រះអង្គនៅគម្ពីរករិនថូសខ្សែទី2ចំពុក13ខ1ទៅដល់ខ14ខ11ទៅដល់ខ14ឯសេចក្តីឲ្យទៀតបងប្អូនហើយចូលមានសេចក្តីអំណរចូលឲ្យបានគ្រប់លក្ខចូលឲ្យមានចិត្តក្សេមក្សានចូលមានគំនិតដូចគ្នាចូលនៅដោយមេត្រីនឹងគ្នាចុះនោះព្រះនៃសេចក្តីស្រឡាញ់និងសេចក្តីសុខសាន្តទ្រង់នឹងគង់នៅជាមួយអ្នករាល់គ្នាវ៉ាវអាមែនព្រះគម្ពីរនេះបង្រៀនយើងពីអីចូលមានសេចក្តីអំណរដូចយើងថ្ងៃនេះហ្នឹងទោះបីយើងមានគ្នា25នាក់មែនក៏យើងនៅតែមានអំណរពីថ្ងៃអាទិត្យ150អានពីថ្ងៃធ្វើគ្រីស្មាស150នាក់ក៏យើងមានអំណរមែនទេទោះបីចុះឡើងអត់បញ្ហាទេទោះបីព្រះអង្គថាមាន2នាក់ឬ3នាក់ប្រជុំគ្នាដោយនៅព្រះនាមព្រះអង្គដោយមានអំណរនោះក្នុងហើយដែលព្រះអង្គគង់ជាមួយយើងកុំឲ្យយើងស្រយិតចិត្តថាអើយថ្ងៃនេះ25នាក់តិចណាស់មែនទេគ្នា25នាក់បើរាប់ទាំងក្មេងបែបបាន35ឬក៏បាន30ថ្ងៃនេះបើរាប់ខ្ញុំរាប់មើលចាស់ប្រហែល25នាក់ទេបាទដូច្នេះយើងឃើញថាព្រះអង្គឲ្យយើងមានអំណរព្រះអង្គចង់ឲ្យយើងមានអំណរហើយចូលឲ្យបានគ្រប់លក្ខគឺតើយើងធ្វើម៉េចដើម្បីឲ្យគ្រប់លក្ខនៅចំពោះព្រះជាម្ចាស់តលតែយើងបង្ហាញពីសេចក្តីស្រឡាញ់បង្ហាញពីការអត់ធ្មត់ពីការអត់ទោសដោយលោកអ្នកបងប្អូនឆ្លើយមកបាញ់មិញហ្នឹងគឺយើងត្រូវរៀនគ្រប់លក្ខពេលខ្លះយើងអត់ធ្មត់ជាមួយគ្នាទ្រាំទ្រជាមួយគ្នាកុំនិយាយច្រើនពេកនិយាយច្រើនបើសិនជានិយាយច្រើនហើយបានលើកទឹកចិត្តខ្ញុំលើកទឹកចិត្តឲ្យនិយាយទៀតប៉ុន្តែបើសិនជានិយាយទៅអត់លើកទឹកចិត្តទេគួរដាក់ zip ទុកសិនណានេះហើយដើម្បីអី
ដើម្បីយើងឆ្លងកាត់មួយឆ្នាំទៅមួយឆ្នាំមានការលើកទឹកចិត្តអូណាទោះបីបងប្អូនហត់បណ្ណាក៏ដោយបងប្អូននៅតែមានអំណរអត់រអ៊ូរទាំដាក់អ្នកណាទេពីព្រោះព្រះអង្គទ្រង់ជាព្រះទ្រង់ស្រឡាញ់យើងព្រះអង្គគង់នៅជាមួយយើងព្រះអង្គចង់ឲ្យយើងបានគ្រប់លក្ខបើសិនជាយើងអត់បានគ្រប់លក្ខទេលោកអ្នកបងប្អូនទៅនៅជាមួយព្រះអង្គបានទេណាអាហ្នឹងបងប្អូនឆ្លើយខ្លួនឯងចុះព្រះអង្គទួតមើលនៅក្នុងចិត្តយើងលោកអ្នកបងប្អូនបើយើងអត់គ្រប់លក្ខទេព្រះអង្គមិនអាចទទួលយើងទៅនៅឋានបរមសុខជាមួយនឹងទ្រង់ទេណាចូលមានចិត្តខ្សែមខ្សានតើមានន័យម៉េចចិត្តខ្សែមខ្សានហ្នឹងចិត្តខ្សែមខ្សានមានន័យយ៉ាងម៉េចពិបាកយល់ណាបើឲ្យសានឆ្លើយដឹងតែខុសហ្មងព្រះអង្គចង់ឲ្យយើងមានចិត្តខ្សែមខ្សានខ្សែមខ្សានគឺមានន័យថាចូលលើកទឹកចិត្តគ្នាចិត្តខ្សែមខ្សានណាឲ្យយើងចេះលើកទឹកចិត្តគ្នាចេះរក្សាភាពល្អជាមួយគ្នាចេះធ្វើម៉េចឲ្យមានការលើកទឹកចិត្តនិងកម្លាចិត្តគ្នានេះជាព្រះបន្ទូលបង្រៀនយើងដើម្បីឲ្យយើងមានគំនិតដូចគ្នាព្រះគម្ពីរថាចូលមានគំនិតដូចគ្នាយើងឃើញថាលោកអ្នកបងប្អូនទាំងអស់គ្នាដែលចូលរួមពីឆ្នាំ2025យើងឃើញថាអ្នកខ្លះមានគំនិតអញ្ចេះអ្នកខ្លះមានគំនិតអញ្ចោះខ្លះមែនប៉ុន្តែបន្តិចបន្តួចយើងអត់ធ្មត់គ្នាទៅថាទ្រាំទ្រទៅមុខទៀតទ្រាំទ្រទៅមុខទៀតបងប្អូនខ្លះថាអូយហត់ណាធ្វើមហូបរាល់អាទិត្យបងប្អូនខ្លះថាអត់ទេខ្ញុំចង់ធ្វើមិនបាច់ធ្វើក៏បានខ្ញុំធ្វើមកទៀតដូច្នេះយើងទាំងអស់គ្នាដែលយើងមានអីមានចិត្តព្រមព្រៀងគ្នាឃើញទេយើងកុំរអ៊ូរទាំជាមួយគ្នាបើសិនជាយើងឃើញថាការនេះបានលើកទឹកចិត្តយើងធ្វើបន្តទៀតបើសិនជាយើងធ្វើទៅនាំបាក់ទឹកចិត្តមិនគួរធ្វើទេមែនទេមែនការនេះអានេះខ្ញុំនិយាយត្រង់បងប្អូនកុំឲ្យថាដឹងរឿងហើយយកមកនិយាយអត់ទេរឿងទាំងអស់យើងត្រូវតែនិយាយព្រោះឆ្នាំក្រោយជាទីបំផុតនេះគឺឆ្នាំចុងក្រោយយើងត្រូវតែបង្ហាញពីទឹកចិត្តរបស់យើងទាំងអស់គ្នាថា2026យើងអត់នៅអានឹងទៀតទេយើងត្រូវឡើងហួសអានឹងអរគុណព្រះអង្គអរគុណព្រះអង្គព្រះអង្គចង់ឲ្យយើងមានគំនិតដូចគ្នាហើយបើមានគំនិតដូចគ្នាយើងឃើញថា2025អត់បញ្ហាមែនទេយើងលំបាកមែនបងប្អូនខ្លះថាអូខ្ញុំលំបាកណាស់ធ្វើហត់ណាស់ហត់មែនប៉ុន្តែហត់ដើម្បីថ្វាយសិរីល្អរបស់ផងព្រះហត់មែនប៉ុន្តែបងប្អូនខ្លះអំណរណាធ្វើហត់ណាស់ថាខ្ញុំខ្ញុំចង់ហត់អញ្ចឹងឃើញទេដើម្បីអីបានសាច់ដុំខ្ញុំគ្រាន់តែខ្ញុំខាន exercise មកព្រឹកទេបងប្អូនខ្ញុំខាន exercise មកព្រឹកខ្ញុំដើរទៅវាដូច slot ជង្គង់ខ្ញុំបើសិនជាខ្ញុំ exercise រាល់ព្រឹកជង្គង់ខ្ញុំខ្លាំងហ្មងអញ្ចឹងបានថាបើសិនជាយើងចេះទ្រាំទ្រជាមួយគ្នាអត់ធ្មត់ជាមួយគ្នាយើងនឹងមានកម្លាំងថែមទៀតដែលព្រះអង្គប្រទានពរឲ្យយើងហើយមួយទៀតចូលនៅដោយមេត្រីនឹងគ្នាចុះនៅដោយមេត្រីនឹងគ្នាចុះតើមានន័យយ៉ាងម៉េចយើងនៅតែស្រឡាញ់គ្នាមែនទេកុំឲ្យថាអ្នកនេះធ្វើឲ្យខ្ញុំអន់ចិត្តឈប់ស្រឡាញ់គ្នាអត់ចឹងទេយើងកូនព្រះអត់ទេយើងនៅតែស្រឡាញ់គ្នាចិត្តស្និទ្ធជាមួយគ្នាចេះអត់ទោសជាមួយគ្នានៅប្រគៀកគ្នាជាមួយគ្នាចិត្តស្និទ្ធជាមួយគ្នាហើយបើជួបគ្នាអោបគ្នាខ្លះផងដើម្បីឲ្យបានផ្សះនៅចិត្តដែលបាក់បែកបងប្អូននៅពេលដែលយើងអោបគ្នាបងប្អូនដូរអារម្មណ៍យ៉ាងម៉េចដូរខុសហ៎មែនទេទោះបីអន់ចិត្តពីថ្ងៃមុនស្រាប់តែមានជួបគ្នាទៅយើងអោបគ្នាអស់អាលីងមែនទេអ្វីដែលក៏មានមកគឺអស់អាលីងគឺយើងផ្សះផ្សាគ្នាឡើងវិញ
ជានឹងគ្នាឡើងវិញខ្ញុំឃើញសុខីមបានធ្វើការនេះល្អមែនទែនខ្ញុំឃើញគាត់ដើរអោបគេគ្រប់គ្នាដើម្បីផ្សះចិត្តគាត់ហើយក៏ផ្សះជាមួយបងប្អូនឲ្យបានជាគ្នាដែរហើយយើងឃើញថាកិច្ចការនេះគឺល្អមែនទែនព្រះអង្គចង់ឲ្យយើងនៅមេត្រីជាមួយគ្នាមេត្រីមានថាយើងនៅស្រឡាញ់គ្នាទោះបីលើសខ្វះយ៉ាងណាគឺយើងចេះអត់ទោសគ្នាបើសិនជាអោបគ្នាហើយថាអត់ទោសឲ្យខ្ញុំផងវោះអានឹងហិតល្អទៀតឬថាខ្ញុំនឹងស្រឡាញ់អ្នកអានឹងក៏ល្អដែរដើម្បីឲ្យយើងដឹងថាមានព្រះមួយអង្គដែលគង់ជាមួយក្មួយគង់ជាមួយប្អូនដែលជាអ្នកមានទឹកចិត្តល្អហើយនិយាយពាក្យបើបងប្អូននិយាយថាខ្ញុំស្រឡាញ់អ្នកខ្ញុំជឿថាអ្នកនោះទោះបីអ្នកនោះស្អប់យើងប្រមាណក៏អ្នកនោះនឹងរលាយទៅដែរអាមែន Yes ការនេះមានអីគឺមានព្រះមួយអង្គដែលគង់ក្នុងនឹងឯងដែលជួយយើងដើម្បីឲ្យយើងចេះប្រើពាក្យថាខ្ញុំស្រឡាញ់អ្នកពាក្យមួយម៉ាត់នេះគឺលើកទឹកចិត្តយើងដើម្បីឲ្យយើងនៅជាមួយគ្នានោះព្រះនៃសេចក្តីស្រឡាញ់ទ្រង់នឹងសេចក្តីសុខសាន្តទ្រង់នឹងគង់នៅជាមួយមែនទេយើងឃើញថាព្រះអង្គនឹងគង់នៅជាមួយយើងនៅពេលដែលយើងបំពេញកិច្ចការថ្វាយព្រះអង្គយើងមានអំណរហើយបានគ្រប់លក្ខហើយមានចិត្តក្សេមក្សាន្តចេះលើកទឹកចិត្តគ្នាហើយមានគំនិតដូចគ្នាហើយនៅជាមេត្រីនឹងគ្នានោះព្រះអង្គនឹងគង់ជាមួយយើងបើព្រះអង្គសន្យាហើយគឺព្រះអង្គមិនដែលយាមចោលយើងទេលោកអ្នកបងប្អូនអើយពួកបរិសុទ្ធគ្រប់គ្នាសូមជម្រាបសួរមកអ្នករាល់គ្នាយើងបើសិនជាយើងអាចទូរស័ព្ទសប្តាហ៍នេះយើងទូរស័ព្ទទៅលើកទឹកចិត្តដល់អ្នកណាដូចជាគម្ពីរនេះសរសេរមកយើងថាពួកបរិសុទ្ធគ្រប់គ្នាសូមជម្រាបសួរមកអ្នករាល់គ្នាបើសិនជាយើងម្នាក់ចំណាយពេលមួយថ្ងៃចំណាយ10នាទីឬក៏5នាទីដើម្បីលើកទូរស័ព្ទលើកទឹកចិត្តគ្នាខ្ញុំជឿថាឆ្នាំ2026យើងនឹងរីកចម្រើនថែមទៀតយើងលើកមើលអ្នកណាដែលបាក់ទឹកចិត្តយើងលើកទូរស័ព្ទទៅលើកទឹកចិត្តគ្នាហើយជម្រាបសួរគ្នាដោយសេចក្តីស្រឡាញ់ធ្វើឲ្យយើងមានអំណរកុំឲ្យយើងដាច់គ្នា4អាទិត្យនេះយើងស្ងាត់ណាយើងលើកទូរស័ព្ទទៅអ្នកនេះអ្នកនោះបន្តគ្នាទៅយើងបន្តគ្នាទៅអ្នកណាទៅណាឆ្ងាយទៅចិត្តទៅអីគឺយើងនៅតែលើកទឹកចិត្តគ្នាមិនហើយដល់ណាហើយណាហើយមិនទៅសบายទេគេថាសบายណាស់អរគុណព្រះអង្គសូមឲ្យបានកាន់តែសบายចុះហើយសុខានឹងថ្ងៃទី1គាត់បើកឡានទៅស៊ីដនីហើយយើងមិនឲ្យដាច់គាត់ទេយើងនៅតែតាមសួរថាម៉េចហើយទៅតាមផ្លូវមិនដែរសុខសบายពេលដែលយើងឮអាពាក្យសុខសบายនឹងយើងអរជាមួយគ្នាមែនទេនៅពេលដែលបញ្ចប់នេះយើងនឹងអធិដ្ឋានសម្រាប់គាត់និងបងប្អូនត្រូវធ្វើដំណើរផ្លូវឆ្ងាយតទៅទៀតណាដូច្នេះយើងសំខាន់ណាស់លោកអ្នកបងប្អូនអើយការជម្រាបសួរគ្នាទៅវិញទៅមកនៅខ14សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទនិងសេចក្តីស្រឡាញ់របស់ផងព្រះហើយនឹងសេចក្តីរួបរวมគ្នានឹងព្រះវិញ្ញាណបរិសុទ្ធវ៉ាវអ្នកមិញនឹងឆ្លើយថាមានព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការនៅក្នុងយើងដូច្នេះព្រះអង្គឲ្យយើងរួបរวมគ្នាដោយព្រះវិញ្ញាណបរិសុទ្ធដែលសន្ធិដ្ឋនៅនឹងយើងអាមែនព្រះអង្គចង់ឲ្យយើងម្នាក់ធ្វើកិច្ចការនេះដើម្បីឲ្យការរួបរวมគ្នានឹងព្រះអង្គឃើញពីការរួបរวมគ្នារបស់ក្រុមជំនុំយើងព្រះអង្គនៅឯឋានសួគ៌ព្រះអង្គមានអំណរមែនទេអាមែនហើយយើងនៅផែនដីនេះក៏យើងមានអំណរដែរបើសិនជាចេះឃើញក្រុមជំនុំយើងចេះស្រឡាញ់គ្នាចេះយកចិត្តទុកដាក់គ្នាយើងនឹងមានអំណរដូច្នេះការរួបរวมគ្នានឹងព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យយើងមានអំណាចរបស់ផងព្រះដើម្បីបម្រើកិច្ចការងារព្រះអង្គជាមួយគ្នាហើយអត់ធ្មត់ជាមួយគ្នាសំខាន់ណាស់ការនេះដូច្នេះយើងឃើញថាព្រះអង្គទ្រង់ស្រឡាញ់យើងព្រះអង្គសន្យាថាទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នាព្រះអង្គមិនដែលខានថានឹងឆ្លើយតបថា
ព្រះអង្គនឹងយាងចោលយើងទេព្រះអង្គសន្យាថាព្រះអង្គនឹងគង់នៅជាមួយយើងនៅយូហានចំពុកយូហានទី1ចំពុក4ខ16យើងរាល់គ្នាបានស្គាល់ហើយក៏ជឿចំពោះសេចក្តីស្រឡាញ់ដែលព្រះទ្រង់មានដល់យើងព្រះទ្រង់ជាតួនៃសេចក្តីស្រឡាញ់ឯអ្នកណាដែលនៅជាប់ក្នុងសេចក្តីស្រឡាញ់នោះក៏នៅជាប់ក្នុងព្រះហើយព្រះអង្គហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរឃើញទេនេះជាសេចក្តីសន្យាអ្នកណាដែលមានជាប់នៅសេចក្តីស្រឡាញ់នោះក៏ព្រះអង្គគង់នៅជាមួយនឹងអ្នកនោះដែរសំខាន់ណាស់សេចក្តីស្រឡាញ់កាលណាយើងមានសេចក្តីស្រឡាញ់មានការទ្រាំទ្រអត់ធ្មត់ជាមួយគ្នាគឺព្រះគង់ជាមួយយើងអាមែនអាមែនដូច្នេះអ្នកណាដែលជាប់នៅក្នុងសេចក្តីស្រឡាញ់នោះព្រះមិនដែលសន្យាថានឹងយាងចោលយើងទេមួយទៀតសេចក្តីសុខសាន្តរបស់ព្រះនៅជាមួយយើងជាមួយនឹងយើងរាល់គ្នាសេចក្តីសុខសាន្តរបស់ព្រះនឹងនៅជាមួយយើងរាល់គ្នានៅកាពីរ៉ូមជំពូក15ខ33សូមឲ្យព្រះនៃសេចក្តីសុខសាន្តគង់ជាមួយនឹងអ្នករាល់គ្នាអាមែនសេចក្តីសុខសាន្តរបស់ផងព្រះនឹងគង់នៅជាមួយយើងរាល់គ្នានៅក្នុងកាពីអេភេសូជំពូក6ខ23និង24ថាសូមឲ្យពួកបងប្អូនបានប្រកបដោយនៅសេចក្តីសុខសាន្តនិងសេចក្តីស្រឡាញ់ព្រមទាំងសេចក្តីជំនឿអំពីព្រះដ៏ជាព្រះបិតាហើយក៏អំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទសូមឲ្យព្រះគុណបានសន្ធិដ្ឋនៅជាមួយនឹងអ្នកណាដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាដោយស្មោះត្រង់វ៉ាវណាកាលណាយើងស្រឡាញ់ព្រះអង្គដោយស្មោះត្រង់ព្រះអង្គនឹងគង់ជាមួយយើងនៅជាមួយយើងណាយើងស្រឡាញ់ព្រះអង្គដោយស្មោះត្រង់ព្រះអង្គអត់ទៅណាទេដូច្នេះបើសិនជាយើងចង់ឲ្យព្រះសន្ធិដ្ឋនៅជាមួយយើងត្រូវស្រឡាញ់ព្រះដោយស្មោះត្រង់អាមែនកាលណាយើងស្រឡាញ់ព្រះដោយស្មោះត្រង់ព្រះអង្គនឹងនៅជាមួយយើងជារៀងរហូតព្រះអង្គអត់យាងទៅណាទេលោកអ្នកបងប្អូនអើយយើងទាំងអស់គ្នាយើងចង់ឃើញអំពីកិច្ចការដែលព្រះអង្គម្ចាស់ទ្រង់ធ្វើអំពីកិច្ចការដែលព្រះទ្រង់បើកសម្ដែងឲ្យយើងបានធ្វើកិច្ចការថ្វាយព្រះអង្គមួយទៀតចូលនៅដោយមេត្រីនឹងគ្នាចុះខគម្ពីរនេះសុខីមឆ្លើយមិញហ្នឹងគឺថានៅម៉ាកុសជំពូក9ខ50និង51អំបិលជារបស់ល្អតែបើបាត់ជាតិប្រៃហើយតើនឹងយកអ្វីដើម្បីនឹងឲ្យប្រៃឡើងវិញបានដូច្នេះចូលឲ្យអ្នករាល់គ្នាមានអំបិលនៅក្នុងខ្លួនហើយនៅជាមួយគ្នាដោយមេត្រីចុះអស្ចារ្យមែនទែនយើងដែលព្រះអង្គជ្រើសរើសយើងមកព្រះអង្គចង់ឲ្យយើងធ្វើជាអំបិលដើម្បីមានជាតិប្រៃទៅអ្នកផ្សេងទៀតយើងយកអំបិលរបស់ផងយើងជាតិប្រៃរបស់ផងយើងយកទៅធ្វើឲ្យប្រៃដល់គេផងបើសិនជាយើងអត់យកគុណភាពប្រៃនេះធ្វើឲ្យប្រៃដល់គេគ្រប់គ្នាទេអត់បាត់ស្អុយទេមែនទេដូច្នេះអរគុណដូច្នេះយើងសំខាន់ណាស់ដែលធ្វើឲ្យកិច្ចការរបស់ផងព្រះអង្គតាមរយៈយើងដែលបង្ហាញពីសេចក្តីស្រឡាញ់របស់ផងយើងពីសេចក្តីអំណររបស់ផងយើងទៅអ្នកដទៃទៀតដើម្បីឲ្យគេទទួលព្រះអង្គសង្គ្រោះសម្រាប់ជីវិតយើងផងដូច្នេះលោកអ្នកបងប្អូនអើយនៅខ13ថាអ្នករាល់គ្នាជាអំបិលនៃផែនដីនៅក្នុងគម្ពីរម៉ាថាយបញ្ជាក់ថែមអ្នករាល់គ្នាជាអំបិលនៃផែនដីបើអំបិលបាត់ជាតិប្រៃហើយនោះតើនឹងយកអ្វីដើម្បីធ្វើឲ្យប្រៃឡើងវិញបានជារបស់គ្មានប្រយោជន៍សោះមានតែបោះចោលទៅក្រៅឲ្យមនុស្សដើរជន់ប៉ុណ្ណោះបាទដូច្នេះយើងកុំឲ្យធ្វើជាអំបិលអស់ជាតិប្រៃអាហ្នឹងនៅឆ្នាំ2026យើងធ្វើជាអំបិលដែលមានជាតិប្រៃ
បងប្អូនចិត្តចប់ឲ្យទ្រាំទ្រជាមួយគ្នាបន្តិចយើងនឹងបញ្ចប់ព្រះបន្ទូលព្រះអង្គហើយនៅឆ្នាំ2026នេះខ្ញុំដឹងថាព្រះនឹងរៀបចំជីវិតលោកអ្នកបងប្អូនទាំងអស់គ្នាដើម្បីឲ្យមានកម្រិតមួយខ្ពស់ថែមជាងឆ្នាំ2025អរគុណព្រះអង្គដូច្នេះរួបរวมគ្នានឹងព្រះវិញ្ញាណបរិសុទ្ធដែលស្រីស្ដើងឆ្លើយមិញហ្នឹងគេថាត្រូវតែមានព្រះវិញ្ញាណបរិសុទ្ធដើម្បីឲ្យព្រះអង្គដាស់តឿនយើងណាដូច្នេះព្រះអង្គតែងតែដាស់តឿនយើងដោយព្រះវិញ្ញាណបរិសុទ្ធព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គទ្រង់ដាស់តឿនយើងដើម្បីឲ្យយើងបានដឹងថាតើយើងជាកូនព្រះត្រូវធ្វើយ៉ាងម៉េចនៅគម្ពីររ៉ូមចំពុក5ខ5ថាឯសេចក្តីសង្ឃឹមក៏នឹងមិនដែលនាំឲ្យយើងមានសេចក្តីខ្មាស់ឡើយពីព្រោះសេចក្តីស្រឡាញ់របស់ព្រះបានផ្សាយមកសពក្នុងចិត្តយើងរាល់គ្នាដោយសារព្រះវិញ្ញាណបរិសុទ្ធដែលព្រះបានប្រទានមកយើងហើយអរគុណព្រះអង្គយើងសពថ្ងៃយើងជឿព្រះអង្គយើងមានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គដែលបញ្ចាំនៅក្នុងចិត្តយើងធ្វើអីខុសធ្វើអីត្រូវព្រះអង្គនឹងដាស់តឿនយើងព្រះអង្គនឹងរៀបចំជីវិតយើងដើម្បីឲ្យយើងរស់នៅមានគុណភាពនៅមានជាតិប្រៃមែនទេដូច្នេះអរគុណព្រះអង្គដែលព្រះអង្គម្ចាស់ទ្រង់រៀបចំជីវិតយើងម្នាក់ដើម្បីឲ្យបានលើកដំកើងជាមួយគ្នាមុននឹងខ្ញុំបញ្ចប់ខ្ញុំចង់ឲ្យលោកអ្នកបងប្អូនអាននៅខគម្ពីរមួយជាមួយខ្ញុំនៅគម្ពីរយូដាសចំពុកអត់មាននៅលើ screen បងប្អូនអាចមានតាម telephone អាចបើកបានទេយូដាសអត់មានចំពុកទេមានខ21ទៅដល់23យូដាសវិវរណៈនៅចិត្តវិវរណៈហ្នឹងបាទយូដាសអត់មានចំពុកទេមានខទេយើងបាទវាមានតែមួយចំពុកទេបាទបើបងប្អូនមានទូរស័ព្ទបងប្អូនអាចបើកយូដាសជាមួយខ្ញុំយើងអានពីខ21ទៅដល់ខ23បាទយើងអានជាមួយគ្នាដើម្បីឲ្យយើងដឹងថាព្រះអង្គនឹងប្រទានពរឲ្យយើងជាប់លេខឬក៏មិនជាប់លេខនៅក្នុងព្រះគម្ពីរដែលយើងចែកចាយមកនេះគឺយើងដឹងថាព្រះអង្គទ្រង់រៀបចំជីវិតបងប្អូនឥឡូវយើងអានជាមួយគ្នាឃើញនៅខ21ដោយស្អាងចិត្តឡើងក្នុងសេចក្តីជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នាហើយទាំងអធិដ្ឋានដោយនៅព្រះវិញ្ញាណបរិសុទ្ធផងចូលមានចិត្តអាណិតដល់ពួកអ្នកខ្លះដែលមានសេចក្តីសង្ស័យផងហើយជួយសង្គ្រោះដល់អ្នកដទៃទាំងឆក់យកគេចេញពីភ្លើងហើយត្រូវមានចិត្តមេត្តាដល់មនុស្សឯទៀតដោយភ័យខ្លាចហើយស្អប់ដល់ទាំងអាវដែលត្រូវស្មោកគ្រោកដោយសាច់ឈាមផងអរគុណព្រះអង្គនេះជាព្រះបន្ទូលចុងក្រោយដែលយើងបានរៀនជាមួយគ្នាហើយព្រះបន្ទូលនេះគឺលើកទឹកចិត្តខ្ញុំលើកទឹកចិត្តបងប្អូនដើម្បីឲ្យលោកអ្នកបងប្អូនបានចម្រើនឡើងទាំងអស់គ្នាយើងមិនមែនចង់ចម្រើនតែម្នាក់ទេកាលណាចម្រើនមួយវិហារតែម្ដងដូច្នេះយើងទៅឋានសួគ៌យើងទៅទាំងអស់គ្នាបើចម្រើនតែខ្ញុំទៅឋានសួគ៌តែខ្ញុំហ្នឹងហើយបើចម្រើនតែលោកអ្នកបងប្អូនខ្ញុំអត់ចម្រើនវាទៅតែលោកអ្នកបងប្អូនទេបានទៅឋានសួគ៌មែនមិនមែនការនេះលោកអ្នកបងប្អូនយើងចង់ទៅឋានសួគ៌ជាមួយគ្នាតើយើងរៀនពីអ្វីខ្លះនៅក្នុងគម្ពីរនេះសរុបចុងក្រោយទី1ចូលមានចិត្តអំណរណាប្រហែលជាយើងរៀននិយាយថាអំណរណាណាយើងមានអំណរថ្ងៃនេះនៅពេលដែលយើងជួបគ្នាយើងប្រើពាក្យមួយថាខ្ញុំមានអំណរណាស់ថ្ងៃនេះពីយប់មិញខ្ញុំសម្រានលក់ស្រួលស្កប់ស្កល់មានធាតុអាកាសល្អអរគុណអ្នកណាអរគុណព្រះយេស៊ូវគ្រីស្ទដែលប្រទានធាតុអាកាសឲ្យខ្ញុំសម្រាកហើយមានត្រជាក់ល្មមណាអរគុណព្រះអង្គឃើញទេយើងមានតែប៉ុណ្ណឹងយើងមកជម្រាបសួរគ្នាយើងមានអំណរជាមួយគ្នាហើយមែនទេ
ទី2ចូលឲ្យបានគ្រប់លក្ខយើងត្រូវរក្សាធ្វើម៉េចដើម្បីឲ្យបានគ្រប់លក្ខនៅចំពោះព្រះមុននឹងព្រះអង្គម្ចាស់យកយើងទៅនៅឋានសួគ៌ព្រះអង្គនឹងឆ្នៃយើងឲ្យបានគ្រប់លក្ខបាទព្រះអង្គនឹងឆ្នៃលោកអ្នកបងប្អូនហើយនឹងខ្ញុំឲ្យបានគ្រប់លក្ខទី3ចូលឲ្យមានចិត្តក្សេមក្សានបាទចិត្តក្សេមក្សាននឹងយើងចេះសួរសុខទុក្ខគ្នាលើកទឹកចិត្តគ្នារាក់ទាក់គ្នាណាមិនមែនក្សេមក្សានទេនៅស្ងាត់ជ្រាបម្នាក់ឯងទេអត់ទេជួយលើកទឹកចិត្តគ្នាអរគុណព្រះអង្គទី4ចូលមានគំនិតដូចគ្នាខ្ញុំចង់បានមានគំនិតដូចគ្នាបើសិនជាថ្ងៃណាមួយយើងថាឥឡូវយើងនាំគ្នាទៅផ្សាយដំណឹងល្អនាំគ្នាទាំងអស់គ្នានឹងទៅផ្សាយដំណឹងល្អយើងទៅប្រកាសដំណឹងល្អជាមួយគ្នាអាហ្នឹងហើយដែលមានគំនិតព្រមព្រៀងគ្នាស្រាប់តែម្នាក់ប្រកាសថាខ្ញុំចង់ទៅផ្សាយដំណឹងល្អម្នាក់ទៀតថាអត់ចង់ទៅទេខ្មាស់គេណាហើយធ្វើម៉េចឲ្យគេបានសង្គ្រោះមែនទេយើងកន្លែងហ្នឹងហើយដែលមានគំនិតដូចគ្នាធ្វើម៉េចឲ្យយើងចង់ធ្វើអីឲ្យមានគំនិតដូចគ្នាហ្នឹងហើយព្រះអង្គចង់ឲ្យយើងមានគំនិតដូចគ្នាទី5ចូលនៅដោយមេត្រីនឹងគ្នាចុះព្រះអង្គចង់ឲ្យយើងនៅជាគ្រួសារក្នុងព្រះគ្រីស្ទអញ្ចឹងថ្ងៃ30នេះយើងត្រូវជួបគ្នាបើបាត់អ្នកណាមួយអត់បានទេនៅផ្ទះខ្ញុំប្រកាសឲ្យហើយសូមអញ្ជើញទាំងអស់គ្នាទោះបីទៅកន្លែងនោះល្អមិនល្អអីទ្រាំទ្រជាមួយខ្ញុំដើម្បីបានអំណរជាមួយគ្នាមែនទេថ្ងៃ30ម៉ោង3រសៀលសូមជួបជុំគ្នាបងប្អូនអាចអញ្ជើញមកមុននឹងរឹតតែល្អបាទមកមុននឹងបានមកមុនរឹតតែល្អទៀតឃើញទេដូច្នេះព្រះអង្គចង់ឲ្យយើងនៅតែមេត្រីជាមួយគ្នាចុះទី6ចូលឲ្យអ្នករាល់គ្នាមានអំបិលនៅក្នុងខ្លួនណាយើងទៅទីណាកន្លែងណាយើងធ្វើជាអំបិលដល់គេធ្វើជាអំបិលដល់គេបានបំបត្តិជាតិស្អុយបើសិនជាធំក្លិនស្អុយយើងប្រឡាក់អំបិលទៅវាឈប់ស្អុយហើយណាអរគុណព្រះអង្គនៅក្នុងក្រុមជំនុំជីវិតពេញបរិបូរណ៍អាមែនសពថ្ងៃនេះព្រះអង្គនឹងឲ្យលោកអ្នកបងប្អូនមានអំបិលហើយបានជាយើងទ្រាំទ្របាននៅរហូតមកឆ្នាំ2026នេះមិនធម្មតាទេអរគុណព្រះអង្គហើយយើងឃើញថាអត់មានបញ្ហាអីទេយើងមានអំណរជាមួយគ្នាទ្រាំទ្រទៅជាមួយគ្នាទី7ព្រះនៃសេចក្តីស្រឡាញ់និងសេចក្តីសុខសាន្តទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នាយើងចង់បានកន្លែងហ្នឹងចង់បានព្រះអង្គនឹងគង់ជាមួយយើងជារៀងរាល់ថ្ងៃតទៅទៀតយើងនឹងវិលមកវិញឆ្នាំ2026នៅថ្ងៃទី1ខែ2បាទថ្ងៃទី1ខែ2យើងនឹងវិលមកថ្វាយបង្គំព្រះអង្គនៅទីនេះយើងឈប់4អាទិត្យបងប្អូនសូមបងប្អូនរួមចិត្តដើម្បីនឹងអធិដ្ឋានបញ្ចប់នៅព្រះបន្ទូលព្រះអង្គព្រះម្ចាស់អើយគុណសូមអរគុណព្រះអង្គនៅព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះគុណដឹងថាព្រះអង្គនឹងប្រទានពរដល់កូនទាំងអស់គ្នាព្រះអង្គនឹងប្រទានអំណាចព្រះចេស្តាដល់បងប្អូនគ្រប់គ្នាដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានរួមចំណែកក្នុងកិច្ចការ2025នេះកូនបានសស្រាក់សស្រាំជាមួយគ្នាកូនបានអត់ធ្មត់ជាមួយគ្នាកូនបានទ្រាំទ្រជាមួយគ្នារហូតមកដល់ថ្ងៃចុងក្រោយនេះព្រះអង្គអើយសូមព្រះជាម្ចាស់នៅតែប្រទានពរដល់កូនទាំងអស់គ្នាថែមទៀតដើម្បីឲ្យកូនបានត្រៀមខ្លួននឹងចូលទៅឆ្នាំ2026សូមព្រះជាម្ចាស់នឹងប្រទានពរដល់កូនទាំងអស់គ្នាហើយកូននឹកចាំពីផលនិងសុខាដែលត្រូវបើកឡានទៅសួរសុខទុក្ខបងប្អូននៅស៊ីដនីទៅកំសាន្តនៅស៊ីដនីសូមព្រះអង្គនឹងគង់ជាមួយគាត់នឹងប្រទានពរដល់គាត់ក្នុងការបើកបរហើយនឹងបងប្អូនដទៃទៀតសូមព្រះអង្គនឹងគង់ជាមួយនៅពេលដែលបងប្អូនសម្រាកទៅបងប្អូននឹងទៅសម្រាកនៅដើរកំសាន្តនៅកន្លែងណាសូមទ្រង់គង់ជាមួយបងប្អូនគ្រប់គ្នាដែលធ្វើដំណើរចេញពីព្រីស្បិននេះទៅទីកន្លែងផ្សេងសូមទ្រង់គង់ជាមួយនឹងប្រទានពរឲ្យបងប្អូនបានសេចក្តីសុខសាន្តនិងសេចក្តីអំណរគ្រប់គ្នាព្រះម្ចាស់អើយគុណសូមអរគុណព្រះអង្គសូមឲ្យមានការលើកទឹកចិត្តនិងស្អាងចិត្តគ្នាទៅវិញទៅមកនៅពេលដែលកូនអាចជួប
គ្នាតាមរយៈទូរស័ព្ទសូមព្រះអង្គនឹងប្រទានពរឲ្យកូនទាំងអស់គ្នានៅតែមានទំនាក់ទំនងល្អជាមួយគ្នាតទៅទៀតព្រះម្ចាស់ហើយកូនសូមអរគុណព្រះអង្គសូមព្រះជាម្ចាស់នឹងគង់ជាមួយយើងខ្ញុំទាំងអស់គ្នានៅថ្ងៃនេះដែលឮព្រះបន្ទូលព្រះអង្គសូមឲ្យព្រះបន្ទូលនេះបានចាក់ចុចនៅក្នុងជីវិតកូនឲ្យកូនបានត្រៀមឡើងថ្នាក់នៅឆ្នាំ2026ទូបង្គំសូមថ្វាយការចែកចាយព្រះបន្ទូលនេះក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែន Amen Amen អរគុណច្រើន Pastor Mon Thank you God for the word that you just gave us through your faithful son and servant And now let's just finish off with one last praise and worship But before we start can I just welcome Mary to share a word Praise God, praise God. អរគុណព្រះអង្គ How was 2025? តើឆ្នាំ2025យ៉ាងម៉េចដែរសម្រាប់អ្នកទាំងអស់គ្នា We had its challenges, yes? យើងឆ្លងកាត់គឺច្រើនមែន But in James 1:2 verse 3 it says, "Count it all joy when we face trials, knowing that the testing of your faith produces perseverance." ខ្ញុំសូមអានជាអក្សរជាភាសាខ្មែរបងប្អូនអើយកាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗនោះត្រូវរាប់ជាសេចក្តីអំណរសពគ្រប់វិញដោយដឹងថាការលបងលោមើលសេចក្តីជំនឿនៃអ្នករាល់គ្នានាំបង្កើតឲ្យមានសេចក្តីខ្ជាប់ខ្ជួនអាមែន Amen We need to trust God in everything we walk through in life. យើងពឹងផ្អែកលើព្រះអង្គសម្រាប់អ្វីទាំងអស់ក្នុងជីវិតយើង Because we know that God has a better plan for us. ព្រោះយើងដឹងច្បាស់លាស់ដែលព្រះដែលមានផែនការសម្រាប់ល្អសម្រាប់យើងទាំងអស់គ្នា When we go through trials and we overcome them, we become stronger. ពេលយើងឆ្លងកាត់អីមួយការលំបាកខ្យល់ព្យុះតើអ្វីកើតឡើងយើងរឹងមាំជាងមុន So let's today promise each other to carry one another into 2026. ចឹងថ្ងៃនេះយើងសន្យាជាមួយគ្នាទៅវិញទៅមកឲ្យជួយរែកទូលអ្វីទាំងអស់ជាមួយគ្នាតស៊ូជាមួយគ្នាជួយគ្នាលើកទឹកចិត្តគ្នាទៅវិញទៅមក Yes, we are all on different levels spiritually. ខាងបលឹងវិញ្ញាណយើងអាចនៅថ្នាក់ផ្សេងពីគ្នា But we're still one kingdom, God's kingdom. ប៉ុន្តែនគរតែមួយទេ Let's walk together with more humility. យើងដើរទាំងអស់គ្នាដោយមានការបន្ទាបខ្លួន more forgiveness, ការអត់ទោស and more like Jesus. ហើយរឹតទៅដូចព្រះអង្គ In John 3:30 it says, "He must increase, but we must decrease." Amen No you are Yohan 3:30 Sorry, Bull. ខ្ញុំនិយាយតិចយូហានចំពុក3ខ30ត្រូវឲ្យព្រះអង្គនោះបានចម្រើនឡើងហើយខ្ញុំក៏ត្រូវថយវិញចុះអាមែន Amen Therefore, encourage one another and build each other up. In 1 Thessalonians verse 5, chapter 11 says, chapter 5, verse 11. ថេសាឡូនីកចំពុក5ខ្សែទី1ចំពុក5ខ11 chapter 5, verse 11. ខ11ដូច្នេះចូលកំសាន្តហើយស្អាងចិត្តគ្នាទៅវិញទៅមកដូចជាអ្នករាល់គ្នាកំពុងតែធ្វើហើយនោះដែរ Amen. Amen So today, we are not going to be like Moses. ថ្ងៃនេះចាប់ពីថ្ងៃនេះទៅយើងកុំធ្វើដូចលោកម៉ូសេ Moses was lost in the wilderness for 40 years. លោកម៉ូសេបានវង្វេងនៅកន្លែងស្ងួតហួតហែង40ឆ្នាំ Today, I encourage you to be like Joshua.
ថ្ងៃនេះខ្ញុំចង់លើកទឹកចិត្តទាំងអស់គ្នាឲ្យធ្វើដូចយូស្វេ Joshua led his people into the promised land. លោកយូស្វេបានដឹកនាំអ្នកទាំងអស់គ្នាឲ្យទៅកន្លែងដែលព្រះអង្គរៀបចំដល់ឲ្យបាន 2026 is our promised land for abundant life. ឆ្នាំថ្មីនេះគឺថ្មីឆ្នាំដែលព្រះអង្គនាំយើងឲ្យទៅដល់កន្លែងដែលព្រះអង្គរៀបចំឲ្យយើង So today, let's do that as a church. Amen. Amen ថ្ងៃនេះយើងអរគុណព្រះអង្គសម្រាប់កិច្ចការដែលព្រះអង្គកំពុងតែធ្វើ So now we do have our final song, so we get the girls up as well. Come on everybody on your feet let's praise our King Jesus ធម្មតាយើងនឹងបញ្ចប់កម្មវិធីជាមួយចម្រៀងខ្មែរvàថ្ងៃនេះយើងសុំដូរមកបទហើយច្រៀងចម្រៀងភាសាអង់គ្លេសវិញ And យើងនឹងអបអរសាទរជាមួយគ្នាទាំងអស់គ្នា Amen Hallelujah Come on Emmanuel Let's go Come on put your hands together Let's praise God Let's praise God for 2025 Every praise is to our God. Every word of worship with one accord. Every praise is to our God. Sing hallelujah Sing hallelujah to our God. Glory, hallelujah is to our God. Every praise is to our God. Every praise Every praise is to our God. Every word of worship with one accord. Every praise is to our God. We sing Sing hallelujah I want to see everyone to up our God. Let's all gather at the front Glory, សូមឲ្យមកខាងមុខទាំងអស់គ្នា to our God. រួមគ្នាទាំងមុខ Every And let's dance and praise God together for everything that God has done for us this year. Come on, let's all come. Come on, everybody. Every praise is to our God. Every word of worship with one accord. All kids as well. Come on, Every young and old. praise, Let's all praise the Every King together. praise is to our God. Sing hallelujah Sing hallelujah to our God. Glory, hallelujah is to our God. Every praise is to our God. Every praise Yes, come on, every praise. Every praise is to our God. Every word of worship with one accord. Every praise is to our God. Sing hallelujah Sing hallelujah Yes, Lord. to our God. We thank you for 2025, Lord. Glory, hallelujah is to our God. Every praise is to our God. God my Savior God, my Savior, God, my healer, God, my deliverer, yes, He is. Sing it again. God,
every praise to our God. Praise the Lord. Glory to our God. Everybody just bow your heads. Let's just pray. Thank you, Father in heaven, for this day, Lord. This is the day that you have made, Lord. I ask that you just fill everybody's hearts here today with your Holy Spirit, Lord. You plant that mustard seed, Lord, because that mustard seed will go and move mountains, Lord God. I pray that every chain be broken in the name of Jesus, Lord God. Let us be the light and the salt. Let us just shine through to the rest of the world what you have done in us, Lord. Let your light just spread out through the nations, Lord. I pray in Jesus' mighty name. Amen. អេមែនសូមបងប្អូនមកឡើងមកលើនេះយើងថតរូបមកប៉ុស្តិ៍ដើម្បីទុកជាអនុស្សាវរីយ៍ឆ្នាំ2025បាទសូមអញ្ជើញទាំងអស់គ្នាបងប្អូននៅខាងក្រោយនៅក្នុងកន្ទប់នោះសូមអញ្ជើញចូលមកយើងថតមកប៉ុស្តិ៍ដើម្បីនឹងទុកជាអនុស្សាវរីយ៍ជាមួយគ្នា We want to do one photo